កាលពីថ្ងៃភ្ជុំបិណ្ឌធំបានទៅលេងកំពង់ភ្លុកជាមួយក្រុមគ្រួសារជាមួយគ្រួសារធំដោយសារតែខកដំណើរតម្រាំតែបានជិះទូកនេះគឺវេលាម៉ោង1 លើសហើយ1 ជាងហើយដល់ពេលចឹងទៅអត់មានទូកធំជិះបានជិះទូកទូចបែកជា2ទូកនេះគឺជាផ្ទះបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅលើទន្លេដៃទន្លេអានេះពេលខែរដូវទឹកលិចបានលិចមកដល់នឹងដល់ពេលខែនេះអត់ដល់ទេហើយនេះមកជិះមកដល់កន្លែងដែលគេត្រូវចុះជិះទូកតូចទៀតណាខ្ញុំបានសួរទៅសហគមន៍គេទូកមួយជួលជិះហ្នឹងគឺ24,000មនុស្សធំ2កូនក្មេង1ហើយពួកយើងអត់បានជិះទេក៏បន្តដំណើរទៅមុខទៀតហើយចុះពីកន្លែងគេជាជិះទូកទូចហ្នឹងយើងក៏ជិះបន្តដំណើរទៅមុខទៀតដើម្បីទៅលេងនៅកណ្ដាលទន្លេអញ្ចឹងណាហើយនៅតាមផ្លូវហ្នឹងគេមានកន្លែងគេហាងធំលើទឹកនេះដូចជាកន្លែងនេះគឺជាភោជនីយដ្ឋានសម្រាប់បងប្អូនដែលគាត់អត់បានដាក់អីមកញ៉ាំគាត់អាចញ៉ាំអាហារលើនឹងបានឥឡូវមកដល់កណ្ដាលទន្លេប្អូនជីដូនមួយគាត់សប្បាយទឹកចិត្តណាបានលេងទឹកអញ្ចឹងណាតែទឹកមិនរាក់ទេបងប្អូន6-7 ម៉ែត្រអីដែរហ្នឹងហើយឥឡូវមកនាំគ្នាញ៉ាំបុកល្ហុងទិញបុកល្ហុងញ៉ាំហើយអ្នកលក់ខាងមុខនោះសំដីបានណាបងប្អូនអើយមួយចានគេ10000គេមានសាយ៉ចៀនមានលក់ប្រហិតហើយនំនេកភេសជ្ជៈនិងបុកល្ហុងអីជាដើមអញ្ចឹងណាបងប្អូនមកនៅលេងលើទឹកមែនក៏ប៉ុន្តែអត់ខ្វះទេរបស់ញ៉ាំចង់ញ៉ាំអីមានតែដាក់ដូចនៅលើគោកដែរសពបែបយ៉ាងហ្នឹងចឹងទៅហើយឥឡូវពូតកុងគាត់ចងនឹងដើមឈើដើមដើម្បីឲ្យយើងនាំគ្នាចុះមួយទឹកលេងកំសាន្តចឹងណាប៉ាម៉ាក់កូននិងខ្ញុំអីនាំគ្នាចុះលេងត្រជាក់នាំគ្នាតោងមួយឈើលេងហើយទឹកមិនរាក់ទេទឹកជ្រៅដែរហ្នឹងណា